សួស្តីអ្នកទាំងអស់គ្នាពេលនេះសូមជើញតាមដានរឿងអវតារជាមួយខ្ញុំបន្តទៀតវីដេអូថ្ងៃនេះចាប់ផ្ដើមជាមួយនឹងក្រុមរបស់អេងដែលពេលនេះពួកគេកំពុងតែស្វែងរកទិញស្បៀងហើយនៅរបស់ប្រើប្រាស់បើមើលតាមផែនទីមានភូមិមួយដែលគ្រប់គ្រងដោយជាតិសាសន៍ភ្លើងហើយទីនោះកំពុងតែមានកម្មវិធីបន់ទៀតបញ្ហាត្រង់ថាពេលនេះលិខិតតាមចាប់ខ្លួនអេងមាននៅគ្រប់ទីកន្លែងដូច្នេះដើម្បីអាចចូលទៅកាន់ភូមិនឹងបានពួកគេត្រូវតែស្លៀកពាក់បន្លំខ្លួនជាមុនសិននៅពេលពួកគេចូលទៅដល់ក្នុងក្រុងឃើញថាមានមនុស្សយ៉ាងច្រើនកកកហើយតែសារតែខ្លាចគេចំណាំមុខបានពួកគេក៏បានទិញម៉ាស់ពាក់ម្នាក់មួយទៀតបន្តមកពួកគេបាននាំគ្នាដើរទិញរបស់ញ៉ាំហើយនឹងមើលការសម្ដែងហើយការសម្ដែងមួយដែលពួកគេចាប់អារម្មណ៍ជាងគេគឺសៀករហស្សកម្មនៅពេលហ្នឹងអ្នកសម្ដែងត្រូវការអ្នកស្ម័គ្រចិត្តម្នាក់ឡើងទៅលើឆាកហើយចៃដន្យគាត់ចុចចំកថារាការសម្ដែងនៅពេលហ្នឹងគេឲ្យកថារាធ្វើជាពនាងដែលត្រូវបាននាគចាប់ខ្លួនហើយអ្នកសម្ដែងហ្នឹងគឺជាអ្នកក្លាហានទៅជួយរំដោះនាងមកវិញដល់ទៅពេលការសម្ដែងហ្នឹងមើលទៅដូចមែនតែនពេកអេងព្រួយបារម្ភខ្លាចកថារាមានគ្រោះថ្នាក់មែនតែនក៏ឡើងទៅលើឆាកប្រើក្បាច់ខ្យល់ដើម្បីជួយនាងនៅពេលនេះអត្តសញ្ញាណរបស់អេងត្រូវបានបែកការអញ្ចឹងចាំបាច់ពួកគេត្រូវតែរត់គេចចេញពីទីនោះជាបន្ទាន់ស្នាល្អមានជនអត្តកម្បាំងម្នាក់ដូចជាស្គាល់ផ្លូវច្បាស់បានជួយរំដោះពួកគេចេញពីទីនោះ Over there! This way! បន្ទាប់ពីរត់ទៅដល់កន្លែងដែលមានសុវត្ថិភាពហើយអ្នកដែលជួយពួកគេបានប្រាប់ថាគាត់ឈ្មោះឆេកាលពីមុនគាត់ក៏ជាទាហានភ្លើងម្នាក់ដែរហើយគាត់មានមេម្នាក់ឈ្មោះចុងចុងពីមុនជា Admiral ដោយសារតែឃើញស្ដេចភ្លើងប្រព្រឹត្តអំពើអមនុស្សធម៌ច្រើនពេកទើបមេរបស់គាត់ឈ្មោះចុងចុងនឹងលាលែងពីតំណែងពេលលឺអញ្ចឹងអេចង់ជួបចុងចុងភ្លាមព្រោះគាត់ចង់ឲ្យចុងចុងនឹងព្រានក្បាច់ភ្លើងដល់គាត់រំពេចនោះស្រាប់តែមានមនុស្សមួយក្រុមបានមកឡោមព័ទ្ធពួកគេតាមពិតទៅមនុស្សមួយក្រុមហ្នឹងក៏ជាកូនចៅរបស់ចុងចុងដែរហើយនៅពេលហ្នឹងពួកគេបាននាំគ្នារបស់អេងទៅជំរុំលាក់ខ្លួនរបស់ចុងចុងពេលទៅដល់ចុងចុងបានហៅឆេចូលទៅជួបគាត់មុនមិនទាន់ឲ្យក្រុមរបស់អេងចូលទៅនោះទេមកស្ទុះក្រោយមកពេលឆេត្រឡប់មកវិញគាត់ប្រាប់អេងថាចុងចុងមិនរៀនក្បាច់ភ្លើងដល់អេងនោះទេដោយសារតែអេងមិនទាន់ចេះក្បាច់ទឹកហើយនឹងក្បាច់ដីទោះបីជាលឺឆេនិយាយចឹងហើយក៏ដោយក៏អេងនៅតែមិនអស់ចិត្តហើយម្នាក់ចូលទៅជួបចុងចុងដោយផ្ទាល់ពេលចូលទៅដល់ចុងចុងបាននិយាយដូចឆេប្រាប់អញ្ចឹងបើចង់ហាត់ក្បាច់ភ្លើងតើតែចេះក្បាច់ទឹកហើយនឹងក្បាច់ដីជាមុនសិនហើយបន្ទាប់ពីចេះអស់នឹងហើយទើបអេងមានវិន័យអាចគ្រប់គ្រងភ្លើងបានគាត់ថាចំពោះក្បាច់ភ្លើងបើសិនជាមិនចេះគ្រប់គ្រងទេវានឹងអាចបង្កហានិភ័យដល់អ្នកជំនាញខ្លួននៅពេលនោះទោះបីជាអេងខំនិយាយអំបយ៉ាងណាក៏ដោយក៏ចុងចុងអត់បង្រៀនគាត់ដែរប៉ុន្តែក្រោយមកចុងចុងបានជួបជាមួយនឹងព្រលឹងរបស់អវតាររ៉ូគូហើយអវតាររ៉ូគូបានទាមទារគាត់ត្រូវតែបង្រៀនអេងបន្ទាប់មកពេលព្រឹកឡើងចុងចុងក៏ចាប់ផ្ដើមបង្រៀនតែម្ដងចាប់ផ្ដើមឡើងចុងចុងមិនមែនប្រហាត់អេងឲ្យបង្កើតភ្លើងនោះទេគាត់បង្រៀនអេងឲ្យចេះផ្ដោតអារម្មណ៍ហើយនឹងចេះគ្រប់គ្រងដង្ហើមប៉ុន្តែអេងផ្ទះសាណាគាត់ហាត់មិនតាន់បានហ្មងផងក៏ជួបទៅជួបចុងចុងហើយនិយាយថាគាត់ចេះឲ្យអាក្បាច់ដកដង្ហើមហ្នឹងចេះតាមពីកាតងាមកម៉េះឥឡូវហ្នឹងគាត់ចង់ចេះបង្កើតភ្លើងចេញពីបាតដៃហើយដើម្បីកុំឲ្យអេងសាំជាមួយនឹងគាត់ច្រើនពេកចុងចុងក៏បរៀនអេងបង្កើតភ្លើងតែម្ដងពេលនោះគាត់បានហុចស្លឹកឈើមួយដែលគាត់ធ្វើឲ្យឆេះចំកដាលហើយប្រាប់អេងថាធ្វើម៉េចការពារភ្លើងកុំឲ្យឆេះដល់គែមស្លឹកឈើខណៈពេលនោះកូនចៅម្នាក់របស់ចុងចុងបានរត់មកប្រាប់ថាមានរឿងធំហើយចុងចុងក៏ចេញទៅមើលមកផ្លែសិនគ្រាន់តែចុងចុងចេញទៅផុតហេតុតែមានទេពកសលអេងអាចបង្កើតភ្លើងបានដោយខ្លួនឯងឃើញចឹងកថារាដែលនៅក្បែរនោះបានប្រាប់ឲ្យអេងប្រយ័ត្នប្រយែងប៉ុន្តែអេងដែលជាក្មេងចូលចិត្តលេងច្រើនបានសាកក្បាច់នេះក្បាច់នោះរហូតដល់មានក្បាច់មួយគាត់គ្រប់គ្រងអត់បានបណ្ដាលឲ្យភ្លើងរាលដាលតែលាកកថារាឃើញចឹងសខាបានមកដល់ហើយស្ដីបន្តឲ្យអេងយ៉ាងខ្លាំងតាមទៅមើលកថារាបន្តិចនៅពេលដែលនាងទៅលាងរបួសដៃរបស់នាងនៅក្នុងទឹកនាងពិនិត្យឃើញថាស្នារបួសបានជាសះស្បើយមកវិញភ្លាមហើយចុងចុងបានដើរទៅដល់រួចប្រាប់ថាកថារាមានសមត្ថភាពពិសេសនៅក្នុងការព្យាបាលដែលគេហៅថា healing ability ខណៈពេលដែលពួកគាត់កំពុងតែនិយាយគ្នាលេងនោះអេមរ៉លចៅបានដឹកនាំកូនទាហានមកក្រុមតូចទៅដល់ទីនោះឃើញចឹងចុងចុងក៏ប្រាប់ឲ្យកថារាប្រញាប់នាំគ្នាចាក់ចេញពីទីនោះឲ្យបានឆាប់ហើយគាត់បានប្រើអញ្ចាំងភ្លើងយ៉ាងខ្ពស់ទៅរារាំងទូរបស់អេមរ៉លចៅមិនឲ្យឆ្លងចូលមកទេប៉ុន្តែទោះជាយ៉ាងណាអេមរ៉លចៅអាចដើរឆ្លងភ្លើងមកបានយ៉ាងងាយរឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតគឺអេមរ៉លចៅបានហៅចុងចុងថាលោកគ្រូតាមទៅមើលកថារាបន្តិចនាងបានទៅប្រាប់អេងពីរឿងរ៉ាវដែលបានកើតឡើងពេលនេះអេងកំពុងតែសេតដោយសារតែគាត់បានធ្វើឲ្យកថារារបួសហើយគាត់សន្យាថានឹងឈប់ប្រើក្បាច់ភ្លើងទៀតហើយប៉ុន្តែកថារាប្រាប់ថានាងជាហើយនៅពេលនេះអេមរ៉លចៅកំពុងតែវាយលុកចូលមកហើយលើអញ្ចឹងអេងក៏បញ្ញាប់រត់ចេញទៅផ្លែតត្រឡប់ទៅមើលអេមរ៉លចៅវិញចុងចុងបានប្រាប់គាត់ថាបើតាមគាត់ដឹងសមត្ថភាពរបស់អេមរ៉លចៅដែលគាត់ធ្លាប់បរៀននឹងទៅមិនរួចជាមួយនឹងអេងនោះទេនៅពេលនោះអេមរ៉លចៅអត់ជឿហើយក៏បញ្ជាឲ្យកូនចៅដេញចាប់គ្រូរបស់គាត់ដែលហ៊ានក្បត់ជាតិសាសន៍ភ្លើងខណៈពេលជាមួយគ្នានោះអេងក៏បានរត់ទៅដល់ទីនោះផងដែរហើយអេមរ៉លចៅក៏និយាយថាចង់ដឹងថាអេងនឹងខ្លាំងប៉ុណ្ណាបានជាគ្រូរបស់គាត់ទៅសើម៉េះក្រោយពេលដឹងថាអេមរ៉លចៅនឹងគឺជាកូនសិស្សរបស់លោកគ្រូចុងចុងអេងបាននឹកឃើញពីសម្ដីរបស់លោកគ្រូចុងចុងដែលធ្លាប់ប្រាប់គាត់ថាគាត់មានកូនសិស្សម្នាក់ដែលចេះប្រើភ្លើងតែមិនចេះគ្រប់គ្រងខ្លួនឯងនោះទេដល់ពេលអញ្ចឹងទៅអេងឆ្លាតក៏ឌឺដងឲ្យអេមរ៉លចៅខឹងហើយប្រើភ្លើងដេញបាញ់គាត់ពីកាល Sloppy very sloppy នៅពេលនោះអេងបានលោតគេចពីទូកមួយទៅទូកមួយឲ្យអេដមីរ៉លចៅដេញបាញ់គាត់ឡើងវិញមួយសន្ទុះក្រោយមកអេងបានប្រកាសថាគាត់ឈ្នះហើយដោយសារតែនៅពេលនេះអេដមីរ៉លចៅបានដិតគំទេចទូករបស់ខ្លួនឯងឆេះអត់ទៅហើយបន្តមកទៀតអេងបានឡើងជាអាប៉ាហោះចេញពីទីនោះជាមួយនឹងគ្នារបស់គាត់បានដោយសុវត្ថិភាពមួយថ្ងៃក្រោយមកក្រុមរបស់អេងបានធ្វើដំណើរទៅដល់តំបន់ខាងជើង
នៅយប់នោះពួកគេហើយនៅប្រជាជនប្រមាណអ្នកទៀតបានអង្គុយស្ដាប់អ្នកដំណើរម្នាក់និយាយរឿងដែលគាត់និយាយនោះគឺតាក់ទងជាមួយនឹងក្រុមមនុស្សហោះថាពួកគេអស្ចារ្យយ៉ាងណាខ្លះពេលឮអញ្ចឹងឯងមានមោទនភាពណាស់ដោយសារតែគាត់គិតថាគេកំពុងតែនិយាយអំពីជាតិសាសន៍របស់គាត់នៅពេលដែលនិយាយចប់ឯងបានទៅអរគុណគេដែលបានលើកយករឿង100ឆ្នាំមុនមកនិយាយប៉ុន្តែអ្នកនិយាយរឿងនោះបានប្រាប់ថាមិនមែន100ឆ្នាំមុនទេពួកគាត់ទំបានឃើញមនុស្សហោះកាលពីអាទិត្យមុនតាឮអញ្ចឹងឯងក៏បញ្ញាប់នាំគ្នារបស់គាត់ទៅប្រាសាទអាកាសនៅតំបន់ខាងជើងនឹងដោយសារតែកាលពីមុននៅទីនោះក៏មាន Airbender រស់នៅច្រើនដែរពេលទៅដល់ពួកគេបានឃើញមនុស្សហោះឆ្វេងឆ្វាច់ពេញលើអាកាសគិតថាសិតតែជា Airbender ហើយប៉ុន្តែតាមរយៈក្បាច់ហោះហើររបស់ពួកគេឯងមើលដឹងថាពួកគេមិនមែនជា Airbender នោះទេនៅពេលនោះស្រាប់តែមានក្មេងប្រុសម្នាក់ជិះយានសំកាំងមកឆាបពួកគេលេងហើយឯងមិនឲ្យចាញ់ចិត្តទេក៏ហោះដេញចាក់គោះជាមួយនឹងក្មេងម្នាក់នោះ Hey there, you're pretty good. Yeah, I know. ការហោះប្រកួតគ្នានៅពេលហ្នឹងឯងបានបញ្ចេញក្បាច់ពិសេសរបស់គាត់ដែលគាត់ដឹងថាគេមិនអាចធ្វើបានរីឯគូប្រកួតរបស់ឯងក៏មានក្បាច់ពិសេសដែលឯងមិនអាចធ្វើបានផងដែរគឺគាត់បានបញ្ចេញផ្សែងពីយានសំកាំងរបស់គាត់ហើយហោះចុះហោះឡើងគូរូបរបស់ឯងនៅលើអាកាសតែម្ដងដល់ពេលអញ្ចឹងទៅឯងក៏ព្រមទទួលស្គាល់ថាគូប្រកួតរបស់គាត់ក៏អស្ចារ្យមួយយ៉ាងផងដែរក្មេងប្រុសម្នាក់ហ្នឹងមានឈ្មោះថា Theo ជាជនពិការជើងក្រោយពេលដឹងថាឯងគឺជាអវតារគាត់ពិតជារំភើបចិត្តហើយស្ញប់ស្ញែងឯងយ៉ាងខ្លាំងបន្តមកទៀត Theo បាននាំក្រុមរបស់ឯងដើរទស្សនានៅប្រាសាទខាងក្នុងនៅទីនោះត្រូវបានគេកែច្នៃទៅជាកន្លែងធ្វើការបែបមេកានិកបាត់ទៅហើយ Theo អួតថាទាំងអស់ហ្នឹងគឺជាស្នាដៃរបស់ប៉ាគាត់នៅពេលដែលឯងឃើញអញ្ចឹងគាត់មិនសូវជាសប្បាយចិត្តទេដោយសារតែប្រាសាទនេះគឺជាប្រាសាទរបស់ជនជាតិ Airbender ប៉ារបស់ Theo ធ្វើអញ្ចឹងហាក់បីដូចជាបំផ្លាញប្រវត្តិសាស្ត្ររបស់ Airbender អញ្ចឹងបន្តមកពួកគេបានដើរទៅដល់ប្រាសាទមួយដែលនៅរក្សាទ្រង់ទ្រាយដើមបានល្អគួរសមតែមិននឹកស្មានសោះថាប៉ារបស់ Theo កំពុងតែកំទេចប្រាសាទមួយនោះដើម្បីសាងសង់បន្ទប់ទឹកសាធារណៈពេលឃើញអញ្ចឹងឯងមានការខឹងសម្បាយ៉ាងខ្លាំងហើយសួរប៉ារបស់ Theo ថាហេតុអីបានធ្វើអញ្ចឹងហើយបន្ទាប់ពីដឹងថាឯងគឺជាអវតារប៉ារបស់ Theo បាននិយាយអំពីប្រវត្តិរឿងរ៉ាវកំសត់របស់គាត់ហើយនឹងប្រជាជនទាំងអស់ដែលបានឡើងមករស់នៅលើប្រាសាទមួយនឹងគាត់ថាកាលពីមុនភូមិរបស់គាត់ត្រូវបានទឹកជំនន់វាយប្រហារធ្វើឲ្យប្រពន្ធរបស់គាត់ស្លាប់ហើយកូនរបស់គាត់ពិការហើយក្រោយមកគាត់ហើយនឹងប្រជាជនបានធ្វើដំណើរមកដល់កន្លែងហ្នឹងដែលមើលទៅពិតជាអស្ចារ្យតែគ្មានមនុស្សរស់នៅនោះទេដល់ពេលអញ្ចឹងទៅពួកគាត់ក៏កែច្នៃកន្លែងហ្នឹងធ្វើជាកន្លែងរស់នៅតែម្ដងទៅបន្តមកទៀត Theo បាននាំអីហើយនឹងកថារាទៅមើលបន្ទប់មួយទៀតដែលគាត់ជឿថាអត់មានអ្នកណាប៉ះពាល់នោះទេគាត់ក៏មិនដែលចូលទៅក្នុងបន្ទប់នោះដែរដោយសារតែទ្វារបើកមិនរួចហើយគាត់ចង់ដឹងខ្លាំងណាស់ថានៅក្នុងបន្ទប់នោះមានអីខ្លះដល់ពេលឯងបានទ្វារបន្ទប់នោះឡើងឃើញគួរឲ្យភ្ញាក់ផ្អើលណាស់នៅក្នុងបន្ទប់នោះមានសិតតែជាអាវុធរបស់កងទ័ពភ្លើងហើយនៅពេលនោះផងដែរប៉ារបស់ Theo ក៏បានធ្វើដំណើរទៅដល់គាត់សារភាពថាអាវុធទាំងអស់ហ្នឹងគាត់ច្នៃឲ្យទាហានភ្លើងប្រើបើសិនជាគាត់មិនធ្វើអញ្ចឹងទេទាហានភ្លើងកំទេចកន្លែងហ្នឹងចោលយូរណាស់មកហើយបន្តមកទៀតឯងបានទៅហាមប៉ារបស់ Theo ជប់ឲ្យគាត់ច្នៃអាវុធឲ្យកងទ័ពភ្លើងបន្តទៀតទៅហើយចៃដន្យនៅពេលនោះដល់ពេលដែលទាហានភ្លើងឡើងទៅយកអាវុធអញ្ចឹងប៉ារបស់ Theo បានឲ្យឯងនិង Theo លាក់ខ្លួនសិនប៉ុន្តែនៅពេលដែលទាហានម្នាក់នឹងឡើងទៅដល់ហើយចង់ដើរមើលអាវុធស្រាប់តែឯងចេញមករារាំងហើយបណ្ដេញទាហានម្នាក់នោះឲ្យត្រឡប់ទៅវិញទាំងដៃទទេនៅពេលនេះពួកគេដឹងហើយថាកងទ័ពភ្លើងនឹងត្រឡប់មកវិញដើម្បីកំទេចកន្លែងហ្នឹងជាមិនខានប៉ុន្តែឯងមានជំនឿចិត្តថាពួកគេអាចទប់ទល់បានដោយសារតែពួកគេមានផ្លូវអាកាសបន្តមកទៀតពួកគេបានជួបប្រជុំគ្នាដើម្បីរៀបចំផែនការការពារខ្លួនមរិយានោះសុខាបានធ្វើការជាមួយនឹងប៉ារបស់ Theo ច្នៃបានបាឡូនចម្បាំងចំនួន1ហើយពួកគេនឹងប្រើបាឡូននោះដើម្បីធ្វើការទម្លាក់គ្រាប់បែកលើសត្រូវក្រោយមកមិនយូរប៉ុន្មានកងទ័ពភ្លើងចាប់ផ្ដើមធ្វើដំណើរឡើងមកហើយខាងក្រុមរបស់ឯងក៏មានកងទ័ពអាកាសត្រៀមចាំទប់ទល់ជាមួយនឹងពួកគេផងដែរនៅជុំទី1ឃើញថាក្រុមរបស់ឯងអាចទប់ទល់បានប៉ុន្តែចូលដល់ជុំទី2ត្រូវបានប្រើគ្រឿងចាក់ទំនើបមានតាំងពីរថក្រោះដែលអាចបោះឡើងជាងភ្នំបាននៅពេលនោះឯងបានព្យាយាមទៅគាស់ទម្លាក់រថក្រោះមួយចុះទៅខាងក្រោមប៉ុន្តែវានៅតែអាចបាញ់ខ្សែថ្មីតោងឡើងមកខាងលើវិញបានដដែលនៅជុំទី2នេះឃើញថាឯងអត់មានលទ្ធភាពទល់ទល់ជាមួយនឹងរថក្រោះទាំងអស់នោះទេសំណាងល្អសុខាបានបញ្ចេញបាឡូនចម្បាំងបន្ទាន់ហើយបានទម្លាក់គ្រាប់បែកយ៉ាងសាហាវបណ្ដេញកងទ័ពភ្លើងឲ្យរត់ផាក់កញ្ញាំនៅពេលនោះផងដែរបាឡូនរបស់ពួកគេមានបញ្ហាបច្ចេកទេសហើយត្រូវធ្លាក់ចុះទៅខាងក្រោមប៉ុន្តែមិនមែនជាបញ្ហាទេឯងអាចហោះទៅជួយពួកគេបានចាប់ពីពេលនេះតទៅប្រជាជននៅខាងលើនឹងលែងខ្លាចកងទ័ពភ្លើងទៀតហើយកាត់ទៅមើលកងទ័ពភ្លើងបន្តិចពិតមែនថាលើកនេះពួកគេចាញ់សង្គ្រាមប៉ុន្តែពួកគេរើបានបច្ចេកវិទ្យាថ្មីមួយដែលជួយពួកគេឲ្យហោះហើរបាននៅថ្ងៃអនាគតសម្រាប់រឿងនេះផងដែរខ្ញុំសូមឆ្លើយត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយនឹងជួយចុច like និង comment ពាក្យថាល្អមើលបានច្រើនហើយចំពោះអ្នកដែលមិនទាន់បាន subscribe Channel មនុស្សចរណៃទេសូមជួយចុច subscribe មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ admin សូមជូនពរអ្នកទាំងអស់គ្នានិងក្រុមគ្រួសារឲ្យមានសំណាងល្អសុខភាពល្អនិងអនាគតបវររុងរឿង